តើសួស្តីបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនអ្នករៀន IT ក៏ដូចជាសាធារណជនទូទៅដែលគាត់ជាអ្នកធ្វើការតាមក្រុមហ៊ុនឬមួយក៏ស្ថាប័នផ្សេងថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយចែករំលែកនៅចំណុចទូចមួយដែលបងប្អូនពេលខ្លះយើងអាចដោះស្រាយដោយខ្លួនឯងបានណាអញ្ចឹងវាពាក់ព័ន្ធជាមួយនឹង file Word មិនថា Word មិនថា Excel ទេគេហៅថាបើកមកវាជាប់ read only អញ្ចឹងដូចជាខ្ញុំឧទាហរណ៍បែបនេះអញ្ចឹងខ្ញុំនឹងបើក file នេះមួយអញ្ចឹង file នេះពេលបើកមកនេះបងប្អូនឃើញនៅខាងលើនេះគេដាក់ថា read only តែដោយសារតែខ្ញុំប្រើ Office version ថ្មីអញ្ចឹងវារៀងប្លែកបន្តិចប៉ុន្តែខ្ញុំមានជារូបភាពឧទាហរណ៍មួយអញ្ចឹងបងប្អូនប្រើនេះ file បានន័យថា Office រីចាស់ហើយបើក file មកវា read only បែបនេះវាចេញនៅខាងលើ status របស់វាហ្នឹងវានឹងលោតពាក្យថា read only អញ្ចឹង read only នេះfile ហ្នឹងគឺបានន័យថាយើងបានមើលចេះបានតែមើលអញ្ចឹងហើយយើងចង់កែឬមួយក៏ចង់បន្ថែមទិន្នន័យអីចឹងណាដល់ពេលយើងចុច save ទៅវាអត់ឲ្យ save នៅលើ file ដែលយើងមានស្រាប់កំពុងតែធ្វើនឹងទេគឺវាឲ្យយើង save ទៅជា file ថ្មីមួយទៀតដល់យើង save ទៅជា file ថ្មីមួយទៀតអញ្ចឹងវាធ្វើឲ្យវាថាយើងធុញទ្រាន់ដែរឬមួយក៏ពេលខ្លះគង់តែប្រញាប់ទៅជាអីចឹងទៅអញ្ចឹង read only នេះវាមាន2 3លក្ខខណ្ឌវាមាន2 3លក្ខខណ្ឌប៉ុន្តែក៏យើងមានលក្ខខណ្ឌមួយចំនួនតូចហ្នឹងក៏យើងអាចដោះស្រាយដោយខ្លួនឯងបានដែរអញ្ចឹង read only នេះគឺវាកើតចេញទី1បើសិនជា file ហ្នឹងគឺនៅក្នុង server របស់យើងអញ្ចឹងវាមាន2គឺ file ហ្នឹងមានគេកំពុងបើកបានន័យថាមានអ្នកផ្សេងកំពុងតែបើកប្រើហើយនឹងមានមួយទៀតគឺបានន័យថា file ឬមួយក៏ folder បានន័យថា file ហ្នឹងនៅក្នុង folder មួយហ្នឹងគឺយើងអត់មាន permission កែវាទេគឺយើងគ្រាន់តែអាចបើកមើលបានអញ្ចឹងណាប៉ុន្តែឥឡូវថ្ងៃនេះយើងនិយាយគឺ file នេះវានៅលើ desktop របស់ខ្ញុំទេ file ហ្នឹងគឺទីតាំងវានៅលើ desktop របស់ខ្ញុំទេអញ្ចឹងនេះនៅលើ desktop របស់ខ្ញុំទេប៉ុន្តែខ្ញុំនៅតែកែអត់បានវានៅតែចេញ read only គឺបើកមកវាចេញ read only អញ្ចឹងតំណស្រ័យងាយបើសិនជាបងប្អូនមានបញ្ហាដូចខ្ញុំណាអញ្ចឹងបងប្អូនត្រូវទៅមើលឥឡូវយើងមកធីកយើងមកយក file ហ្នឹងដែរយើងនៅលើ file ហ្នឹងដែរអញ្ចឹងយើងមកស្ដាំនៅលើ file ហ្នឹងមកហើយយើងមកស្ដាំលើ file ហ្នឹងហើយយើងយកពាក្យថា property បើសិនជាបងប្អូនប្រើ Windows ស៊េរីចាស់យើងចុចលើយើងនឹងឃើញបែបនេះយើងនឹងឃើញនេះ property បែបនេះអូខេអញ្ចឹងវាដូចគ្នាទេស៊េរីមុនស៊េរីក្រោយវាយកនៅតែពាក្យ property ដូចគ្នាទេអញ្ចឹងយើងយកពាក្យ property មកអូខេអញ្ចឹងយើងនឹងមើល detail របស់វាអញ្ចឹង detail របស់វានេះកន្លែង attribute នេះគឺវានៅជាប់ tick read only អញ្ចឹងដល់ពេលវាជាប់ tick អញ្ចឹងហើយយើងដូចមិនអញ្ចឹងគឺយើងគ្រាន់តែបើកអាចមើលបានយើងកែទិន្នន័យដល់ពេលយើងចង់ save វាទៅជា file ផ្សេងមួយទៀតអញ្ចឹងយើងគ្រាន់តែដោះ tick លើវានឹងមកហើយយើងចុចពាក្យ apply មកហើយយើងចុច OK មកអូខេអញ្ចឹងយើងទៅ testing បើក file ម្ដងទៀតអញ្ចឹងយើងបើក file ម្ដងទៀតមកអូខេអញ្ចឹងបន្ទាប់ពីយើងដោះនឹងមិញហើយអូខេអញ្ចឹងឃើញវាបាត់ read only ហើយអញ្ចឹងយើងអាចទៅបន្ថែមទិន្នន័យចូលទៅអូខេហើយយើងចុច save អូខេឃើញថាវាលែងសួរយើងហើយអញ្ចឹងវាជាចំណុចទូចមួយដែលបងប្អូនអាចដោះស្រាយខ្លួនឯងបានអញ្ចឹងណាអញ្ចឹង file ស្រាប់តែទៅសុកបើកមកចេញ read only អញ្ចឹងយើងគ្រាន់តែមើល check មុននឹងមិញតើវិធីរបស់ខ្ញុំមកអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនមានអីបន្ថែមឬមួយក៏បងប្អូនចង់ឲ្យខ្ញុំធ្វើជាវីដេអូផ្សេងទៀតបងប្អូនអាច comment បានអរគុណច្រើន